ការរីកចម្រើននិងការធ្លាក់ចុះរបស់សេដ្ឋជាកំណត់ពេលនៃការគោរពបូជាចាប់តាំងពីមុនរាជាណាចក្រមុនឆ្នាំ3100មុនកុសសេដ្ឋប្រហែលជាបានចាប់ផ្ដើមជាទេវតានៃវាលខ្សាច់និងព្យុះដែលត្រូវបានគោរពបូជាខ្លាំងនៅតំបន់ខាងលើនៃគិមិតជាពិសេសនៅជុំវិញទីក្រុងអំបូរគាត់ត្រូវបានភ្ជាប់ទាក់ទងនឹងការការពារពីភាពចលាចលគ្រោះថ្នាក់ពីបរទេសនិងសត្វព្រៃដូចជាពស់និងកណ្ដៀងចូលមកដល់សម័យរាជាណាចក្រដំបូងដល់រាជាណាចក្រចាស់ពីឆ្នាំ3100ដល់2180មុនកុសគេឃើញថាគាត់ជាធម្មពលចាំបាច់មួយដែលជាផ្នែកមួយនៃទល់ឲ្យភាពសាសដ៏វិសេសវិសាលដែលភ្ជាប់ទាក់ទងជាមួយហូរុសឬហេរូហើយនាយករដ្ឋមន្ត្រីជាច្រើនបានយកឈ្មោះសេតបញ្ចូលក្នុងឈ្មោះរបស់ពួកគេហើយគាត់ត្រូវបានគោរពជាមួយឬខ្ពស់ជាងហេរូផងដែរគាត់ក៏បានក្លាយជាអ្នកអធិការកិច្ចរបស់នាយករដ្ឋមន្ត្រីដែលកំពុងស្ថិតក្នុងសង្គ្រាមផងដែរចូលមកដល់សម័យរាជាណាចក្រមធ្យមប្រហែលឆ្នាំ2055ដល់1550មុនកុសការគោរពសេដ្ឋបានធ្លាក់ចុះបន្តិចខណៈពេលដែលសាសនាហូរុសកាន់តែរឹងមាំគាត់នៅតែត្រូវគេគោរពប៉ុន្តែជាអ្នកការពាររបស់រាក្នុងដំណើរព្រៀបព្រះរាត្រីលើទូកព្រះអាទិត្យដែលល្បីល្បាញក្នុងការប្រឆាំងនឹងពស់អាភេទហើយយើងស្គាល់ឃ្លាពាក្យល្បីរបស់គាត់ថាខ្ញុំសម្លាប់សត្រូវរបស់រានេះហើយជាអ្នកដែលគាត់ជាផ្ទាល់ចាប់ពីសម័យហេកសូសដល់សម័យចន្លោះទី2ប្រហែលឆ្នាំ1550ដល់1550មុនកុសមានការកើនឡើងវិញនៃប្រជាប្រិយភាពរបស់សេដ្ឋហេកសូសដែលជាអ្នកគ្រប់គ្រងបរទេសនៅអេស៊ីបបានទទួលយកសិទ្ធិជាព្រះសំខាន់របស់ពួកគេបានប្រៀបធៀបគាត់ជាមួយព្រះបារីស្ទុំបាអាល់ឬហាដាតហើយសេដ្ឋក៏បានក្លាយជាសញ្ញានៃអំណាចបរទេសផងដែរនៅសម័យអាណាចក្រថ្មីប្រហែលឆ្នាំ1550ដល់1069មុនកុសសេដ្ឋត្រូវបានគោរពជាថ្មីម្ដងទៀតជាពិសេសដោយព្រះបាទយុទ្ធជនដូចជាសេដ្ឋីទី1ដែលមានន័យថាបុរសរបស់សេដ្ឋនិងរ៉ាមេសេសទី2ឥឡូវនេះសភាពពីដំណាក់ដំណើររបស់គាត់ចាប់ផ្ដើមបែកបាក់ព្រោះគាត់ត្រូវបានមើលថាជាអ្នកការពារនិងជាអ្នកក្បត់ជាពិសេសក្នុងរឿងព្រេងអូស៊ីរីនៅសម័យចុងក្រោយប្រហែលឆ្នាំ664ដល់332មុនកុសការធ្វើឲ្យគាត់ក្លាយជាអារក្សចាប់ផ្ដើមរឹងមាំឡើងសេដ្ឋត្រូវបានបង្ហាញថាជាអ្នកសម្លាប់អូស៊ីរីនិងជាគូប្រជែងអស់កឡុកជាមួយហូរុសគាត់នៅតែត្រូវបានគោរពនៅតំបន់ខ្លះប៉ុន្តែឥឡូវនេះគាត់ត្រូវបានគេប្រមាថយ៉ាងខ្លាំងនៅសម័យក្រិករ៉ូមដែលចាប់ផ្ដើមពីឆ្នាំ332មុនកុសហើយបន្តរហូតដល់សករាជប្រហែល400ឆ្នាំសេដ្ឋត្រូវបានធ្វើឲ្យក្លាយជាអារក្សជាចម្បងហើយត្រូវបានរួមបញ្ចូលទៅក្នុងតៃហ្វុនដែលជាធម្មពលចលាចលដ៏សាហាវមួយក្នុងរឿងព្រេងនិទានក្រិកការគោរពសេដ្ឋនៅពេលនេះស្ទើរតែបាត់បង់ទៅហើយត្រូវបានកំណត់ត្រឹមតែសម្រាប់ក្រុមសម្ងាត់ឬក្រុមសាសនាដែលលាក់ខ្លួនប៉ុណ្ណោះប៉ុន្តែគាត់ក៏កំពុងទទួលបានការរីកចម្រើនឡើងវិញនៅសតវត្សទី20និង21សេដ្ឋបានទទួលការចាប់អារម្មណ៍ឡើងវិញនៅក្នុងសហគមន៍អាថ៌កំបាំងជាពិសេសជាមួយប្រាសាទសេដ្ឋដែលបានបង្កើតឡើងនៅឆ្នាំ1979ដែលជាសាខាមួយនៃសាសនាជីបសាតាំងគាត់ត្រូវបានមើលថាជាសញ្ញានៃភាពឯករាជ្យអំណាចនិងមន្តអាគមចលាចលដូច្នេះសេដ្ឋទេវតាធំមួយនេះនៅតែរស់នៅបន្ត